យោបាយក្រសួងអប់រំចំណែកឯនៅឆ្នាំ1980សាលាក៏បានប្រាំងខ្សែមកជួយសាលាសន្តិវិទ្យាចំណែកនៅឆ្នាំ1993សាលាត្រូវបានប្តូរឈ្មោះម្ដងទៀតមកក្លាយទៅជាមហាវិទ្យាល័យក្រមសលនៅថ្ងៃទី8ខែកុម្ភៈឆ្នាំ2005ជាស្ថានជាតិអប់រំត្រូវបានដាក់សម្ពោធដោយប្រើប្រាស់ក្រមអធិបតីភាពរបស់ដៃកិច្ចការឆ្នាំប្រទេសចូលខ្សែបច្ចុប្បន្នស្ថានជាតិអប់រំមានបុគ្គលិកចំនួន248នាក់សួរអ្នកគ្រូនាងខ្ញុំឈ្មោះកម្មឆៃយិនឡើងមកបកស្រាយតពីអ្នកគ្រូគុំធាដែលនិយាយអំពីទីតាំងនៅវិទ្យាស្ថានជាតិអប់រំរបស់យើងនៅវិទ្យាស្ថានជាតិអប់រំរបស់យើងគឺមានអគារផ្លូវអគារលេខ123ផ្លូវមហាវិថីនរោត្តមសង្កាត់ចតុមុខខណ្ឌភ្នំពេញដែលនៅក្នុងវិទ្យាស្ថានជាតិអប់រំរបស់យើងគឺមាន19អគារដែលនៅមុខរបស់ខ្ញុំគឺអគារ B07 ហើយអគារបន្ទាប់នោះគឺជាអគារអានេះគឺជាអគារហាដែលអគារហាដែលនិយាយធ្វើកន្លែងសម្រាប់សិល្បៈហើយនៅក្រោយអគារនោះគឺបណ្ណាល័យហើយនេះគឺជាអគារមួយនេះគឺជាអគារវិទ្យាស្ថានមហាវិទ្យាល័យរូបសាស្ត្រមកទីនេះមានអគារដូចជាអគារ A អគារ C អគារ E ហើយនិងសាលរបស់សម្ដេចហើយក៏មាននោះគឺជាអគាររបស់សាលាវិទ្យាល័យអនុវត្តហើយនៅខាងក្រោយអគារនេះគឺសាលាបឋមសិក្សាអនុវត្តចាសូមអរគុណអ្នកគ្រូជំរាបសួរអ្នកគ្រូនាងខ្ញុំឈ្មោះទូដលីមថ្ងៃនេះខ្ញុំបានបង្ហាញអំពី Department ស្រាវជ្រាវគរុកោសល្យចំនួនថ្មីដែលមានតួនាទីរបស់វានិងកម្មវិធីសិក្សាទី1Department ស្រាវជ្រាវគរុកោសល្យចំនួនថ្មីមានតួនាទីដូចតទៅទី1ជាផ្នែកទំនាក់ទំនងរបស់វិទ្យាស្ថាននិងសមាជិកនៃថ្នាក់ដឹកនាំទី2ផ្សព្វផ្សាយបង្កើនកិត្តិនាមនិងចក្ខុវិស័យនិងគ្រប់គ្រងចក្ខុវិស័យនិងគោលដៅទី3គ្រប់គ្រងថ្នាក់ដឹកនាំអភិវឌ្ឍនិងអនុវត្តយុទ្ធសាស្ត្រទំនាក់ទំនងសាធារណៈនិងអន្តរជាតិទី4គ្រប់គ្រងត្រួតពិនិត្យផ្សព្វផ្សាយបោះពុម្ពផ្សាយនិងទំនាក់ទំនងអន្តរជាតិទី5តាមដានវិតម្លៃការបង្រៀននិងការសិក្សាប្រឹក្សាគរុកោសល្យទី6រាយការណ៍សកម្មភាពប្រចាំខែត្រីមាសនិងឆមាសទៅថ្នាក់ដឹកនាំចំពោះកម្មវិធីសិក្សារបស់សាលារបស់ Department ស្រាវជ្រាវអប់រំចំនួនថ្មីមានដូចតទៅទី1ស្រាវជ្រាវលើការបង្រៀននិងរៀនប្រឹក្សាគរុកោសល្យនិងអភិវឌ្ឍធនធានមនុស្សទី2អភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលនិងសម្ភារៈសិក្សាផ្នែកស្រាវជ្រាវនិងប្រឹក្សាគរុកោសល្យទី3ត្រួតពិនិត្យនិងវាយតម្លៃគុណភាពលិខិតបទការបោះពុម្ពផ្សាយនិងគ្រប់គ្រងសកម្មភាពស្រាវជ្រាវទី4បណ្ដុះបណ្ដាល ICT និងគ្រប់គ្រងឧបករណ៍ Digital ទី5បង្កើតសំណើនិងស្វែងរកមូលនិធិស្រាវជ្រាវនិងរៀបចំព្រឹត្តិការណ៍ស្រាវជ្រាវដើម្បីចែករំលែកបទពិសោធន៍ទី6ចងក្រងកម្មវិធីសិក្សាសៀវភៅនិងផែនការសម្រាប់កម្មវិធីប្រឹក្សាគរុកោសល្យទី7អភិវឌ្ឍនិងវាយតម្លៃកម្មវិធីសិក្សាបណ្ដុះបណ្ដាលប្រចាំឆ្នាំទី8សហការនិងសម្របសម្រួលស្រាវជ្រាវជាមួយអង្គភាពជាតិនិងអន្តរជាតិទី9រៀបចំផែនការយុទ្ធសាស្ត្រផែនការប្រតិបត្តិនិងថវិកាទាំងអស់នេះគឺជាកម្មវិធីសិក្សារបស់ Department ស្រាវជ្រាវចំនួនថ្មីចា៎អ្នកគ្រូអរគុណសូមអរគុណបាទជំរាបសួរអ្នកគ្រូបាទឈ្មោះពងរដ្ឋាឥឡូវនេះខ្ញុំនឹងនិយាយតទៀតគឺអំពីសាលាក្រោយបរិយាបត្រដែលមានទីតាំងនៅអគារ B07 នៅទល់មុខនឹងអគារមហាវិទ្យាល័យគរុកោសល្យនៅក្នុងសាលាក្រោយបរិយាបត្រនេះដែរគឺមាន Department ធំៗចំនួន3ដោយមាន Department ទី1គឺ Department ក្រោយបរិយាបត្រ Department គ្រប់គ្រងនិងផែនការអប់រំ Department អភិវឌ្ឍជីវៈជាប្រចាំតែនៅក្នុង Department ក្រោយបរិយាបត្រនេះដែរគឺផ្ដោតទៅលើការបណ្ដុះបណ្ដាលជំនាញគោលនយោបាយអប់រំនិងភាពជាអ្នកដឹកនាំអប់រំនិងជំនាញកម្មសិក្សានិងជំនាញវិធីសាស្ត្រហើយការបណ្ដុះបណ្ដាលបរិយាបត្រជាន់ខ្ពស់អប់រំនិងជំនាញគ្រប់គ្រងអប់រំហ្នឹងគឺប្រឹក្សាគរុកោសល្យគោលនយោបាយអប់រំគ្រប់គ្រងសាលារៀនកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនហើយវគ្គបណ្ដុះបណ្ដាលនៅក្នុងកម្មវិធីសិក្សានៅសាលាក្រៅបរិយាបត្រហ្នឹងគឺមានចំនួន3គឺថ្នាក់បរិយាបត្រជាន់ខ្ពស់អប់រំថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំនិងថ្នាក់បណ្ឌិតអប់រំចំពោះ Department គ្រប់គ្រងនិងផែនការអប់រំ
គឺបណ្ដុះទៅលើអធិការកិច្ចអប់រំជំនាញវិជ្ជាជីវៈនាយកសាលានិងជំនាញផ្សេងៗទៀតដោយកម្មវិធីសិក្សាមានដូចជាថ្នាក់បណ្ឌិតជាន់ខ្ពស់ជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិនិងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អធិការកិច្ចអប់រំចំពោះនៅបឋមអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំគឺទទួលអភិវឌ្ឍបណ្ដុះបណ្ដាលបន្តពីវិទ្យាស្ថានដល់មន្ត្រីអប់រំនៅក្រោមជាតិក៏ដូចជាថ្នាក់ជាតិទាំងមូលទាំងតាមមហាវិទ្យាល័យនិងតាមផ្នែកបង់ថ្លៃចំពោះនៅក្នុងកម្មវិធីសិក្សាវិញវគ្គអធិការកិច្ចវិជ្ជាជីវៈជាប្រចាំវិជ្ជាជីវៈអធិការកិច្ចធានាគុណភាពអប់រំបាទសូមអរគុណអ្នកគ្រូ